有人。Ba groupនឹងជំរាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះដែរយើងបានធ្វើដំណើរទៅកាន់ផ្លូវក្បត់ព្រំដែនកោះកុងថ្មដាទេដែរបងប្អូននេះយើងមកដល់វាវែងហើយបងប្អូនបាទគឺរវងមកប្រម៉ោយហ្នឹងគឺកន្លែងហ្នឹងគឺខ្ញុំមករហូតតែអ្នកផ្សេងមកមួយខ្ញុំហ្នឹងដូររហូតបាទនេះគឺយើងមកដល់កំពង់មូប្រម៉ោយទេដែរយើងបានធ្វើដំណើរទៅថ្មដាបងប្អូនបាទហើយនៅពេលនេះដែរគឺរដូវភ្លៀងហើយទេសភាពគឺស្អាតបងប្អូនចឹងទៅក៏ថតចែកជូនបងប្អូនទស្សនាបាទនេះយើងមកដល់ផ្សារប្រម៉ោយបងប្អូនបាទហើយការធ្វើដំណើរយើងកុំភ្លេចហូបបាយបងប្អូនបាទនេះយើងឈប់ទិញបាយទិញអីសិនចឹងទៅក្រុមការងារយើងបងនីហៅតាពីងហ្នឹងគាត់ចោះទិញបាយបងប្អូនបាទហើយបាយយើងលឿនបងប្អូនដោយសារការងារយើងបញ្ញាប់ដែរយើងទិញអាក្រៀមចឹងណាដាក់ឡានហើយយើងក៏បន្តដំណើរទៅទៀតបងប្អូនបាទនេះផ្លូវយើងទៅកាន់ភ្នំពាន់5បងប្អូនបាទជីកាត់ភ្នំពាន់5ឡើងទៅថ្មដាបងប្អូនបាទចុះព្រំដែនថៃហើយបានយើងជិះតាមផ្លូវក្បត់ព្រំដែនឡើងពីថ្មដាទៅកោះកុងវិញបងប្អូនបាទហើយនេះគឺទេសភាពនៅភ្នំពាន់5បងប្អូនបាទភ្នំសំកុកហ្នឹងនេះយើងមើលពីចម្ងាយទៅយើងចិត្តដល់ជើងភ្នំហ្នឹងបងប្អូនបាទគឺស្អាតមែនតើបងប្អូនទៅជាក់ភ្នែកណាខែនេះវាមានពពកមានអីចឹងណាដោយសារមេឃភ្លៀងហើយវាត្រជាក់អញ្ចឹងទៅយើងមើលទៅគឺស្រឡះភ្នែកហើយធម្មជាតិពណ៌បៃតងស្អាតមែនតើការធ្វើដំណើរនេះយើងរៀងបញ្ញាប់ដែរបងប្អូនបាទហើយទៅពេលអញ្ចឹងថតកាត់ទៅបងប្អូនថតឲ្យបានពេញដោយសារយើងធ្វើការងារយើងអត់បានមិនមកដើរលេងអញ្ចឹងណាទៅពេលអញ្ចឹងថតអត់បានល្អច្រើនទេវីដេអូបាទប៉ុន្តែឃើញទេសភាពខែនេះគឺខៀវខ្ចីបងប្អូនអើយខៀវខ្ចីស្អាតមែនតើគាត់ថាបើខែភ្លៀងអញ្ចឹងទៅវាខៀវកាន់តែស្អាតដែរបងប្អូនយើងដែលមានពេលទំនេរអីចង់មកលេងអីអញ្ចឹងណាគឺខែនឹងអែមហើយចាំមើលពេលខ្ញុំឡើងដល់លើខ្ញុំថតចែកជូនបងប្អូនទស្សនាទាំងអស់គ្នាបាទហើយវីដេអូនឹងដែរគឺមើលដល់ទីបញ្ចប់បងប្អូនអែមហ្មងតាមផ្លូវតាមអីហ្នឹងគឺទេសភាពខៀវខ្ចីហ្មងបងប្អូនបាទមកបងប្អូនបាទទៅមើលទេសភាពជាមួយខ្ញុំពីលើទៅបងប្អូនបាទនេះគឺកន្លែងតុងអាំងហ្នឹងបងប្អូនបាទយើងមើលទៅគឺស្អាតមែនតើបងប្អូនបាទនេះបើសិនជាអ្នកដែលគេមានដ្រូនហោះបងប្អូនបាទហោះទៅគឺស្អាតមែនតើខៀវបងប្អូនបាទនេះបាទហើយអាខាងលើនេះគឺភ្នំហ្នឹងគឺពពកបាំងចិត្តហ្មងបងប្អូនបាទស្អាតមែនតើហើយពួកខ្ញុំមកនេះក្រុមការងារ3-4នាក់ហ្នឹងបងប្អូនបាទហើយមើលទឹកក្រោមបងប្អូនមើលឡានធំនោះមើលទៅទូចយើងឡើងដល់លើណាហើយទេសភាពនៅហ្នឹងគឺអែមណាស់បងប្អូនអើយខែនេះបងប្អូនមើលជាតិហ្មងបងប្អូនជាតិហ្មងបាទហើយយើងក៏តដំណើរឡើងទៅទៀតបងប្អូនបាទថតនៅកន្លែងហ្នឹងប៉ុណ្្នឹងទេក៏យើងបន្តដំណើរឡើងទៅលើទៀតបងប្អូនប៉ុន្តែនេះខ្ញុំថតហ្នឹងវារៀងចាំងណាដោយសារកញ្ចក់ឡានអញ្ចឹងទៅមើលទៅអត់សូវឃើញពណ៌បៃតងខ្ចីទេតែបើមើលភ្នែកបងប្អូនឡងបៃតងហ្មងបងប្អូនបាទនេះទឹកហូរមកនេះកន្លែងនេះអែមកន្លែងហ្នឹងកន្លែងពួកខ្ញុំងូតទឹកពីមុនហើយកន្លែងនេះយើងកុំភ្លេចញ៉ាំបាយបងប្អូនបាទកន្លែងនេះកន្លែងខ្ញុំគេងពីមុនបាទកាលពី2-3ឆ្នាំមុនបាទខ្ញុំមកខ្ញុំដាក់គេងតែនៅហ្នឹងឯងដល់ពេលមកនឹកឃើញអនុស្សាវរីយ៍កន្លែងហ្នឹងក៏ឈប់ហូបបាយកន្លែងហ្នឹងលើបាទហើយបន្តដំណើរទៀតបងប្អូនបាទនេះយើងចេញផុតពីភ្នំពាន់5មកទេសភាពកាន់តែស្អាតទៅទៀតបងប្អូនបាទគឺកន្លែងនៅលើហ្នឹងចិត្តដល់ថ្មដាហ្នឹងបងប្អូនបាទគឺស្អាតមែនតើហើយកន្លែងនេះគឺខ្ញុំឆ្លាញ់កន្លែងនេះខ្លាំងជាងគេកន្លែងហ្នឹងបងប្អូនដែលធ្លាប់មកថ្មដាបងប្អូនឃើញបាទគឺខៀវបងប្អូនបាទអានេះឡើងបៃតងខ្ចីហ្មងដោយសារខែហ្នឹងគឺវាស្មៅដោះមកបាទហើយវាអត់សូវមានដើមឈើទេកន្លែងហ្នឹងដូចក្នុងផ្សារអញ្ចឹងបងប្អូនបាទនិយាយទៅដូចក្នុងផ្សារអញ្ចឹងនៅនេះហើយមើលទៅគឺត្រជាក់ភ្នែកបងប្អូនបាទនេះអានេះដោយសារយើងថតចេញពីកញ្ចក់ឡានបាទវាអត់សូវច្បាស់ឡានយើងបិទ UV មិនដែរបើយើងមើលខាងក្រៅមែនបងប្អូនអូជាតិណាស់នេះសម្រាប់អ្នកដែលចូលចិត្តសាកថ្មជីវិតអីចឹងណាហើយឥឡូវយើងធ្វើដំណើរមកដល់នេះបងប្អូនបាទ
ដល់ថ្មដែរនេះកន្លែងយើងឡើងទៅនេះបាទទឹកជ្រក់ផ្លូវទៅកោះកុងបងបាទខាងមុខនោះគឺកាស៊ីណូដល់ព្រំដែនថៃហើយបន្ទាប់មកនេះយើងបែកតាមនេះចឹងណាបាទយើងបែកតាមនេះដើម្បីទៅផ្លូវបាត់ព្រំដែនបន្តទៅទៀតបាទហើយផ្លូវឥឡូវរៀងពិបាកបងប្អូនបាទដោយសារខែភ្លៀងចឹងលាក់ខ្លាំងបាទលិចក្លុកចឹងទៅតែមិនអីបើការងារត្រូវទៅនឹងចឹងហើយមានធម្មលាក់លើបងប្អូនបាទអានេះមិនយូរទេផ្លូវនេះវាថ្ងៃមកទៀតប្រហែលជាធ្វើស្អាតបងប្អូនបាទនេះបន្លានចេញចូលដែរចឹងវាលាក់តិចតួចដោយសារតែកន្លែងហ្នឹងគេចាក់ថ្មឲ្យវាទួលចឹងគេចាក់ថ្មកុំឲ្យល្អិលដោយសារឡានដឹកស៊ីម៉ងអីចឹងទៅគាត់ឡើងចុះចឹងគេធ្វើវារីដល់ពេលចឹងគេត្រូវចាក់កុំឲ្យវាល្អិលទួលខ្ពស់ចឹងណាហើយបងប្អូនដែលចង់ off road បាទឡានខ្ពស់អីមកទេសភាពអែមណាបងប្អូនបាទតែឡានទៀបមិនបាច់មកបងប្អូនបាទខ្ទេចឡានអស់ហើយបាទតែបើឡានខ្ពស់ហើយយើងមានពេលយើងចង់លេងយើងមកលេងបានបងប្អូនធានាបងប្អូនថាទេសភាពស្អាតខ្លាំងបំផុតមកបាទស្អាតខ្លាំងមែនតើបាទហើយបើអ្នកជីម៉ូតូជីអីក៏បានដែរបងប្អូនបាទហើយទេសភាពខ្ញុំធានាឲ្យថាជាតិហ្មងជាតិដូចមកដុតចឹងណាហើយបើយកមានដ្រូនហោះមានអីទៀតបងប្អូនអើយពេញភ្នែកហ្មងនេះខ្ញុំថតតាពីទូរស័ព្ទដៃហ្នឹងក៏មើលទៅជាតិដែរតែបងប្អូនអ្នកដែលមានដ្រូនហោះមានអីធ្វើវីដេអូអីផ្លូវនេះខ្ញុំធានាជាតិហ្មងតែគាត់ថាយើងចំណាយពេលយូរចឹងណាវាឆ្ងាយដូច90គីឡូប៉ុន្តែយើងជិះវាអត់បានលឿនទេបងប្អូនបាទហើយផ្លូវរៀងអញ្ចឹងបាទកន្លែងការឋានអញ្ចឹងទៅរៀងស្រួលអញ្ចឹងទៅដោយសារឡានដឹកដីច្រើនគេធ្វើវារីអញ្ចឹងណាហើយអញ្ចឹងយើងក៏ជិះស្រួលទៅតែដល់ពេលកន្លែងខ្លះអត់ស្រួលហើយបន្ទាប់មកខ្ញុំចេញពីការងារមកយើងល្ងាចឯនេះបងប្អូនបាទកាត់តិចមកបាទមកងូតទឹកបាទបងគាត់ឃើញទឹកអត់បានទេបាទនេះឃើញទឹកបោចូលហ្មងបាទហើយបោចូលមិនមែនគាត់កោទេគាត់មនុស្សទេហើយមើលគាត់ងូតទឹកបាទនេះអូគាត់សប្បាយចិត្តគាត់ធ្វើការមួយថ្ងៃអស់កម្លាំងហើយដល់ពេលបានទឹកធ្លាក់ហ្នឹងបងប្អូនបាទត្រជាក់ដូចតកអញ្ចឹងដូចទឹកស្ទីមអញ្ចឹងបងប្អូនបាទដោយសារសប្បាយពេកលេងពីភ្លឺដល់យប់បងប្អូនបាទអញ្ចឹងមានវីដេអូមានប៉ុណ្ណឹងបងប្អូនបាទចាំទស្សនាវីដេអូទី2អរគុណច្រើនជម្រាបលា